បាទខ្ញុំមានព័ត៌មានមួយដែលដកស្រង់ចេញពី Fresh New ស្វែងយល់ពីច្បាប់អន្តរជាតិនិងច្បាប់សហរដ្ឋអាមេរិកអំពីករណីប្រធានាធិបតី Maduro អន្តរជាតិករណីលោក Maduro Nicolas Maduro ប្រធានាធិបតី Venezuela គឺជាគំរូជាក់ស្ដែងដ៏សំខាន់មួយដែលបង្ហាញពីការប៉ះទង្គិចរវាងច្បាប់អន្តរជាតិនិងច្បាប់ផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកជាពិសេសចំពោះបញ្ហាពុបសិទ្ធិនិងអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋករណីនេះមិនត្រឹមតែជាចំនួននយោបាយប៉ុណ្ណោះទេប៉ុន្តែជាបញ្ហាច្បាប់អន្តរជាតិដ៏ស្មុគស្មាញដែលបង្កើតសំណួរធំមួយសម្រាប់ពិភពលោកតើអភ័យឯកសិទ្ធិប្រមុខរដ្ឋជាគោលការណ៍ដាច់ខាតឬអាចត្រូវបានបំបែកដោយអំណាចនយោបាយរដ្ឋមហាអំណាចមួយរ៉ូម៉ាំងច្បាប់អន្តរជាតិនិងអភ័យឯកសិទ្ធិប្រមុខរដ្ឋក្រោមច្បាប់អន្តរជាតិទូទៅប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលដែលកំពុងកាន់អំណាចមានអភ័យឯកសិទ្ធិផ្ទាល់ខ្លួនអភ័យឯកសិទ្ធិនេះមានគោលបំណងការពារអធិបតេយ្យភាពរដ្ឋស្ថិរភាពទំនាក់ទំនងការទូតការអនុវត្តភារកិច្ចផ្លូវការរបស់ប្រមុខរដ្ឋតាមគោលការណ៍នេះប្រមុខរដ្ឋកំពុងកាន់អំណាចមិនអាចត្រូវបានចាប់ឬឃុំខ្លួនដោយតុលាការរដ្ឋផ្សេងទោះបីជាករណីបទល្មើសមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយលុះត្រាតែមានករណីលើកលែងពិសេសដូចជាតុលាការអន្តរជាតិពិសេសឬបន្ទាប់ពីផុតអំណាចក្នុងបរិបទនេះប្រទេសជាច្រើននៅលើពិភពលោកនិងអង្គការអន្តរជាតិមួយចំនួននៅតែចាត់ទុក Nicolas Maduro ជាប្រធានាធិបតីកំពុងកាន់អំណាចរបស់ Venezuela ដូច្នេះតាមច្បាប់អន្តរជាតិអភ័យឯកសិទ្ធិរបស់លោកនៅតែមានសុពលភាពអញ្ចឹងមិនអាចចាប់លោកទេពីធំច្បាប់សហរដ្ឋអាមេរិកនិងគោលការណ៍ទទួលស្គាល់ផ្ទុយពីច្បាប់អន្តរជាតិច្បាប់របស់សហរដ្ឋអាមេរិកចែងថាអភ័យឯកសិទ្ធិប្រមុខរដ្ឋនៅក្នុងតុលាការអាមេរិកពឹងផ្អែកលើការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋបាលអាមេរិកប្រសិនបើរដ្ឋបាលអាមេរិកមិនទទួលស្គាល់មនុស្សណាមួយជាប្រមុខរដ្ឋស្របច្បាប់នោះតុលាការអាមេរិកអាចបដិសេធអភ័យឯកសិទ្ធិរបស់មនុស្សនោះ1ច្បាប់អន្តរជាតិប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលដែលកំពុងកាន់អំណាចមានពុបសិទ្ធិនិងអភ័យឯកសិទ្ធិពេញលេញក្រោមការពារពីច្បាប់អន្តរជាតិដែលមិនអាចខិតខ្លួនបានមិនអាចគុំខ្លួននិងមិនអាចចាប់ខ្លួនបានឡើយទោះបីស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ2ច្បាប់របស់អាមេរិកច្បាប់អន្តរជាតិមិនអាចមានឥទ្ធិពលលើច្បាប់របស់សហរដ្ឋអាមេរិកបានឡើយសាលក្រមតុលាការកំពូលអាមេរិកមានអំណាចលើសគេក្នុងប្រព័ន្ធច្បាប់អាមេរិកទោះបីតុលាការអន្តរជាតិកាត់ក្តីឲ្យអាមេរិកចាញ់ប៉ុន្តែតុលាការកំពូលរបស់សហរដ្ឋអាមេរិកកាត់ក្តីឲ្យអាមេរិកឈ្នះដូច្នេះសាលក្រមតុលាការអន្តរជាតិពុំមានអំណាចលើសាលក្រមរបស់តុលាការកំពូលអាមេរិកឡើយក្នុងន័យនេះអាមេរិកអាចបដិសេធការអនុវត្តអភ័យឯកសិទ្ធិក្នុងតុលាការរបស់ខ្លួនប៉ុន្តែមិនអាចគេចផុតពីការទទួលខុសត្រូវអន្តរជាតិបានទេ3ច្បាប់របស់សហរដ្ឋអាមេរិកខុសពីច្បាប់អន្តរជាតិចំពោះពុបសិទ្ធិនិងអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋឬក៏ប្រមុខរដ្ឋាភិបាលច្បាប់អាមេរិកបានចែងថាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលមានពុបសិទ្ធិនិងអភ័យឯកសិទ្ធិចំពោះច្បាប់អាមេរិកលុះត្រាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលរូបនោះត្រូវបានទទួលស្គាល់ដោយរដ្ឋបាលរបស់អាមេរិកនៅក្នុងន័យនេះបើរដ្ឋបាលអាមេរិកទទួលស្គាល់មនុស្សណាមួយជាប្រមុខរដ្ឋតុលាការអាមេរិកត្រូវគោរពអភ័យឯកសិទ្ធិប៉ុន្តែបើមិនទទួលស្គាល់តុលាការអាមេរិកអាចបដិសេធអភ័យឯកសិទ្ធិនៅក្នុងករណីលោក Maduro ត្រូវបានសហរដ្ឋអាមេរិកបានប្រកាសមិនទទួលស្គាល់អំណាចរបស់លោក ក
ក្រសួងយុតិធធអាមេរិកបានចោទប្រកាន់ម៉ាដារ៉ូពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរនិងអះអាងថាអភ័យឯកសិទ្ធិរបស់លោកមិនអាចអនុវត្តនៅក្នុងតុលាការអាមេរិកបានបើច្បាប់អន្តរជាតិប្រមុខរដ្ឋកំពុងកាន់អំណាចមិនអាចត្រូវបានចាប់ឬឃុំខ្លួនដោយតុលាការប្រទេសផ្សេងបាននោះទេទោះបីជាករណីបទល្មើសមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយលុះត្រាតែមានករណីលើកលែងពិសេសដូចជាតុលាការអន្តរជាតិពិសេសឬបន្ទាប់ពីផុតអំណាចអាហ្នឹងយើងអាចមានសិទ្ធិចាប់សម្រាប់បងប្អូនណាដែលតាមចូលមកថ្មីបងប្អូនអាចជួយចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃបាទរកការអានរបស់ខ្ញុំបាទមានការខ្វះចន្លោះដោយប្រការណាមួយសូមបងប្អូនមេត្តាអធិស្ឋានអភ័យទោសដល់ខ្ញុំបាទផងសូមអរគុណសូមជម្រាបលា